ចាសួស្តីបងប្អូននៅបន្តទៀតអញ្ចឹងសម្រាប់អ្នកដែលមានកូនហើយកើតនៅក្នុងចន្លោះឆ្នាំហ្នឹងបងប្អូនអាចចាប់អារម្មណ៍អាចបង្កើតបានតែសូមបញ្ជាក់ថាគណនីនេះគឺសម្រាប់លុយសន្សំវិនិយោគសម្រាប់កូនរបស់យើងលុយដែលគេដាក់1000ហ្នឹងគឺគេនឹងខាង US Treasury គឺខាងរដ្ឋនាគារអាមេរិកគឺនឹងដាក់លុយហ្នឹង1000ហ្នឹងចូលនៅក្នុងកុងវិនិយោគរបស់កូនរបស់អ្នកហើយបន្ទាប់មកទៀតគឺខាងក្រុមហ៊ុនឯកជនគឺជាអ្នកដែលគ្រប់គ្រងអញ្ចឹងវាដូចជា stock អញ្ចឹងបងប្អូនទីផ្សារ stock ឬក៏គេហៅថាទីផ្សារភាគហ៊ុនដែលគេចាប់ផ្ដើមវិនិយោគអញ្ចឹងបើលុយ$1000ក្នុងរយៈពេល18ឆ្នាំវាអាចបានបើវាទុកបីទីផ្សារឡើងទីផ្សារវាឡើងចុះអញ្ចឹងយ៉ាងហោចណាស់ក៏វាបានច្រើនជាង1000ដែរបងប្អូនមើលថា18ឆ្នាំ2000បាន3000ក៏វាច្រើនឬក៏1500ក៏វានៅតែជាលុយដែរព្រោះហ្នឹងវាជាលុយដែលយើងមិនបានធ្វើអីទេដែលយើងបានសម្រាប់កូនរបស់យើងតែបងប្អូនមានលទ្ធភាពដាក់បន្ថែមវិនិយោគក្នុងគណនីនឹងសម្រាប់កូនយើងទៅក៏វាចំណេញសម្រាប់កូនយើងដែរពេលដែលគាត់18ឆ្នាំគាត់បានលុយមានលុយបង់ថ្លៃសាលាឬក៏អាចយកទៅរកស៊ីឬក៏អាចជាការវិនិយោគឬក៏ទិញផ្ទះដោយខ្លួនគាត់បានចាអញ្ចឹងមួយទៀតដែរនៅក្នុងនោះដែរគឺមានព័ត៌មានមួយទៀតក្នុងនោះដែរគឺមានក្រុមគ្រួសារមួយដែលគាត់ចិត្តល្អគាត់បានដាក់$250បន្ថែមក្នុងមួយគ្រួសារប្រសិនបើគ្រួសារបងប្អូនមានប្រាក់ចំណូលតិចជាង15000សំទោស$150,000ក្នុងមួយឆ្នាំនេះគឺប្រាក់ចំណូលគ្រួសារបងប្អូនឬក៏ក្រុមគ្រួសារណាដែលមានកូនឲ្យដូចថាដែលបើកគណនីតែមិនបានទទួលលុយ$1000នេះអញ្ចឹងទោះបីបងប្អូនដែលមិនមានកូនដែលទៅកើតក្នុងចន្លោះ2025និងកើតនៅក្នុងចន្លោះដល់2028ក៏បងប្អូនអាចបង្កើតគណនីនេះបានតែគ្រាន់តែមិនបានទទួលលុយ$1000ចឹងសម្រាប់អ្នកដែលមិនបានទទួលលុយក្នុង$1000ហ្នឹងគឺបងប្អូនមានសិទ្ធិទទួលបាន$250ពីក្រុមគ្រួសារមួយឈ្មោះថា Deal Family ហ្នឹងគឺគាត់ដាក់ឲ្យចឹងនេះគឺជាការវិនិយោគមួយដែលបងប្អូនអាចធ្វើបានបងប្អូនគ្រាន់តែចូលទៅក្នុងចា website ឈ្មោះថា trumpaccounts.gov ខ្ញុំនឹងដាក់នៅក្នុង comment ប៉ុន្តែការវិនិយោគនេះគឺបងប្អូនទទួលខុសត្រូវដោយខ្លួនឯងនេះគឺជាកម្មវិធី pilot program របស់រដ្ឋាភិបាលអាមេរិកសម្រាប់អ្នកដែលមានកូនង៉ែតដែលកើតនៅក្នុងចន្លោះ2025ដល់2028បងប្អូនមានសិទ្ធិទទួលបាន$1000នេះតាមលក្ខខណ្ឌដែលខ្ញុំប្រាប់ចាអញ្ចឹងអរគុណបងប្អូនមានសំណួរបងប្អូនអាចដាក់នៅក្នុង comment បានឬក៏បងប្អូនអាចស្រាវជ្រាវបន្ថែមនៅក្នុង website trumpaccounts.gov